ហ៊ុនហាត់ធូយ៉ាថ្វាយបង្គំអីមកកណាជាប្រភេទមនុស្សចូលចិត្តគិតរឿងជាតិនិយាយពីបញ្ហាជាតិតែគ្រួសារមិនពេញចិត្តតើគួរធ្វើបែបណាតើមនុស្សដែលនិយាយការពិតគឺត្រូវបានគេស្អប់គ្រប់គ្នាសូម្បីតែក្រុមគ្រួសារអញ្ចឹងឬតើមនោគមបរទេសធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំបាក់ស្បាតតើមែនទេមានដំណោះស្រាយដែរទេវានៅតែពាក់ព័ន្ធនឹងកត្តាអប់រំ education សំខាន់ហ្នឹងហើយការនិយាយពាក្យថាជាតិខ្លះជួនកាលវាមកពីពួកគាត់ហើយជួនកាលក៏មកពីយើងខ្លួនឯងនៅក្នុងការនិយាយរបស់យើងកម្រិតនៃការនិយាយរបស់យើងព្រោះមនុស្សកាលណានិយាយចាក់ចំបេះដូងទៅហើយឲ្យតែកម្រិតនៃការនិយាយរបស់យើងហ្នឹងវាគំនៅក្នុងអកតេធម៌អាត្មាគិតថាមិនអាត្មាហ្នឹងវានិយាយត្រូវទាំងអស់ឯងម៉ែមិនគិតអញ្ចឹងក៏នៅតែមានបញ្ហាខ្វះខាតអញ្ចឹងប៉ុន្តែអាត្មាគិតឃើញថាមនុស្សកាលណានិយាយកុំឲ្យនៅក្នុងអកតេធម៌វាបានផលច្រើនជាងការនិយាយដោយខឹងស្អប់ព្រោះការនិយាយពីសង្គមបច្ចុប្បន្នអាត្មាមិនថាប្អូនអ្នកសួរហ្នឹងឯងអាត្មាឃើញភាកច្រើនយកភាពខឹងស្អប់យកមកនិយាយបើថាមិនចូលចិត្តបកខាងនោះគឺថាខាងនោះខុសទាំងអស់ហ្មងនិយាយតែពីបញ្ហាអវិជ្ជមានហ្នឹងហើយដល់ចឹងទៅយើងជួយជាតិមិនបានពាក្យតែជាតិវាធំទាំងអស់រួមទាំងនៅខាងដែលយើងមិនស្រឡាញ់ហ្នឹងក៏ជាតិដែលយើងត្រូវជួយទាំងអស់ហ្នឹងហើយពាក្យតែអ្នកចង់ជួយតើតាំងចិត្តដូចគ្រូពេទ្យចឹងគ្រូពេទ្យទោះតែមានចិត្តអនុគ្រោះទូទៅទាំងអស់មិនប្រកាន់សាសនាមិនប្រកាន់បពពួកជនជាតិនឹងតាំងចិត្តជាអ្នកជួយមែនទែនប៉ុន្តែកម្រិតនៃអ្នកនិយាយអាត្មាមិនដឹងអាត្មាមិនដែលបានស្ដាប់ទេបងអូនអ្នកនិយាយនឹងឈ្មោះអីយកមើលអាត្មាសាកស្ដាប់មើលនិយាយមិនបានគេបញ្ចូលចិត្តអាត្មាចាំអាត្មាជួយស្ដាប់មើលមកកូពីឈ្មោះទុកសិនហ្នឹងហើយពេលអាត្មានិយាយធូរហ្នឹងក៏មានគេស្អប់ដែរមើលមែនទែនទៅមិនបាច់ដល់ទេប៉ាន់និយាយពីការនិយាយដ៏មានប្រសិទ្ធភាពការនិយាយដ៏មានប្រសិទ្ធភាពច្រើនហើយយើងអាចនឹងទៅជាថ្នាំព្យាបាលសង្គមទល់យើង clear and clean ពីក្នុង clear and clean កុំយកការស្អប់ហើយនឹងការស្រឡាញ់ហ្នឹងដែលជាលំនាំនៃអកតេធម៌ហ្នឹងបើដាក់ពីមុខហ្នឹងហើយបើយើងវិភាគទៅលើព្រឹត្តិការណ៍ជាក់ស្ដែងហើយជាក់ស្ដែងហ្នឹងត្រូវមានវិធីសាស្ត្រក្នុងការនិយាយទៀតព្រោះជាក់ស្ដែងខ្លះនិយាយទៅវាគេទទួលអត់បានកន្លែងខ្លះគេទទួលអត់បានឧទាហរណ៍ថាគ្នាធាត់អានេះធាត់មែនក៏ប៉ុន្តែអាល្បេអាវិធីដែលយើងនិយាយនេះឯងក៏ធាត់មកឃើញទេមួយទៀតលបងឥឡូវដូចមានពលឹងជាងមុនឃើញយើងខានបធូចឹងបន្តិចមកការពិតនៅដដែលក៏ប៉ុន្តែថូនសំឡេងសិល្បៈនៃការនិយាយវាខុសគ្នាបើមនុស្សម្នាក់គាត់ខ្វាក់យីចាអានេះមិនខ្វាក់អញ្ចឹងវិញហើយមិនបានខ្វាក់អញ្ចឹងហើយមួយទៀតជុំបងហើយភ្នែកបងឯងត្រូវអីគេខុសគ្នានៅតែរឿងចង់ដឹងថាភ្នែកគេខ្វាក់ដោយសារអីដដែលប៉ុន្តែបើយើងនិយាយណាជុំហើយភ្នែកឯងខ្វាក់ដោយសារអីស្អីមួយទៀតបងភ្នែកបងមានបញ្ហាអីនៅតែជាសំណួរដដែលក៏ប៉ុន្តែហៅថាសិល្បៈយើងត្រូវមានសិល្បៈដូចស្គមខ្លាំងចឹងខ្ញុំហើយអាចឲ្យអត់ស៊ីបាយទេបានស្គមមើលស្គមបាញ់អាលោកចិត្តហើយមួយទៀតយើងចង់ដឹងថាមូលហេតុដែលគាត់ស្គមដែរយើងកាន់និយាយថាបងឥឡូវបងដូចរៀងស្លេកស្លាំងបងមានបញ្ហាអីសុខភាពអីឃើញទេដូចគ្នាតាប៉ិនវិធីសាស្ត្រដូច្នេះការវិភាគការផ្ទេរចំណេះដឹងការផ្ដល់គំនិតវិជ្ជមានទៅក្នុងសង្គមមិនមែនត្រឹមតែក្លាហានមិនមែនត្រឹមតែនិយាយអញចង់បានអីអញនិយាយចឹងមែនទេ
ត្រូវមានអរិយាបថត្រូវមានសិល្បៈនៅក្នុងការនិយាយហើយកុំនិយាយគ្រប់គ្រងតានរណាដែលយើងគិតថាល្អហើយអានឹងបាយគ្រប់គ្រងតិចព្រោះវាល្អហើយមិនបាច់ទេត្រូវផ្ដោតថាធ្វើម៉េចឲ្យអ្នកមិនតន់យល់ក្រុមអ្នកមិនតន់យល់អ្នកយល់ហើយមានស្អីដូចពេទ្យអញ្ចឹងត្រូវផ្ដោតទៅលើអ្នកកំពុងឈឺមិនមែនផ្ដោតទៅលើអ្នកដែលខ្លួនព្យាបាលហើយទេតែអាត្មាមើលក្នុងសង្គមយើងរាល់ថ្ងៃអាត្មាឃើញថាបើថាឲ្យតែក្រុមអញត្រូវទាំងអស់ឲ្យតែខុសពីក្រុមអញបញ្ហាវិធីនេះជួយសង្គមអត់រួចទេនៅខ្មែរល្មមបើនៅបរទេសនេះអាត្មាហែកគេទៅចុះនៅបរទេសនេះតែផ្កាប់ខាងណាហើយមិនបាច់និយាយទេអូស្ត្រាលីនេះក៏ដោយអាមេរិកកាំងក៏ដោយហើយបើថាគាត់ស្អប់ខាងណាហើយថាគ្រប់យ៉ាងខុសទាំងអស់យើងមិនអាចចូលគ្នាបានទេហើយអាត្មាហងៃមិនហ៊ានដើរជួបមនុស្សទេវាមានបាក់នៅនេះដែរចូលទៅខាងនោះអាត្មាចូលរឿងផ្សេងសោះខាងនេះម៉ៃអូវាត្រូវគ្នាបាក់ខាងណាថ្ងៃក្រោយអាត្មាមានរឿងអីចូលមកតាក់ទងពីរឿងការងារបន្តខ្លួនអីផ្សេងខាងនោះមកអូអានោះបាក់ខាងនោះស៊ីអញ្ចឹងបេះដូងអ្នកទាំងពីរហ្នឹងទោះបីកំពុងស្រែកយ៉ាងម៉េចក៏អាត្មាថាមិនមែនជាបេះដូងជួយជាតិមែនទេព្រោះចាត់ទុកមកបាក់ទៀតជាសត្រូវរបស់ខ្លួនឯងយើងនៅលើទូកមួយគ្នាហ្នឹងអញ្ចឹងអាត្មានៅតែអង្គុយចាំមើលថាតើអ្នកណាមានអាបេះដូងហ្នឹងអាបេះដូងថាអ្នកដែលមិនតន់យល់ហ្នឹងណាក៏ជាមនុស្សដែលអញត្រូវនិយាយបញ្យល់ហើយជាមនុស្សចាំបាច់ត្រូវនិយាយបញ្យល់ជាងគេទៀតព្រោះអ្នកដែលយល់យើងហើយវាមិនអីទេអ្នកដែលយល់យើងហើយវាមិនអីទេអីគឺអ្នកមិនតន់យល់អីគឺអ្នកដែលខឹងយើងហ្នឹងតើយើងត្រូវផ្លាស់ប្ដូរអរិយាប័ត្រមិនផ្លាស់ប្ដូរវិធីសាស្ត្រមិនដើម្បីឲ្យអ្នកកំពុងខឹងយើងហ្នឹងយល់ផងហ្នឹងបើយើងមានចិត្តចង់ជួយសង្គមហ្នឹងតែបើថាទេអញនិយាយប្រោះតែអ្នកមានបញ្ញាស័យវាទៅដល់ទេសនាដូចអាត្មាចឹងទៅមិនខ្វល់ផ្សាណាតែបើដាក់ចិត្តទៅក្នុងសង្គមដែលយើងចង់ឆេងសង្គមនឹងទាំងមូលវាទល់តែបដោតអាអ្នកដែលមិនតន់យល់ឲ្យឃើញថាយើងវាមានកំហុសដែរកុំឲ្យដាក់ទោសតែគេមិនស្ដាប់នោះឲ្យឃើញថាខ្លួនឯងមានកំហុសដែរអញ្ចឹងបានគេត្រូវរៀនគរុកុសលនៅនេះសិស្សរៀនមិនបកែអីគឺទ្រុំមើលថាគ្រូបរៀនមិនគេអត់មើលសិស្សរៀនមិនទេគេត្រូវមើលគ្រូបរៀនមិនចាស់យើងពីមុនច្រើនណាបរៀនមិនកើតអាក្នុងន័យថាបើសិស្សនឹងឆ្លាតគេអួតពូជគេល្អឃើញទេបើសិស្សរៀនអត់កើតគេថាគ្រូអត់ល្អប៉ុន្តែនៅប្រទេសដែលគេយក education សំខាន់គឺគេត្រូវមើល technique ក្នុងការបរៀនណា technique ជាងការសិស្សខ្លះបរៀនអត់បានគេដូរគ្រូគេដូរថ្នាក់គេតាមដានមើលអញ្ចឹងគេថា something wrong ហើយព្រោះសិស្សខ្លះគាត់ស៊ីខ្សែក្តៅសិស្សខ្លះគាត់ស៊ីខ្សែត្រជាក់ហ្នឹងហើយប៉ុន្តែអ្នកបញ្យលយើងទូទៅភាកច្រើនតែបញ្យលគេបញ្យលជាអ្នកអត់យល់នឹងឥឡូវសិតតែទាំងក្បាលឯងធ្វើពីអីស្ដាប់ប៉ុណ្ណឹងស្ដាប់បញ្យលអត់បានមើលឃើញកំហុសខ្លួនឯងថាតើខ្លួនឯងវាខ្វះមធ្យោបាយដែរអត់ខ្លួនឯងខ្វះបច្ចេកទេសអត់ភ្លេចគិតអាហ្នឹងប៉ុណ្ណឹងចាស់បន្តទៀតខ្ញុំកណាក៏សូមថ្វាយបង្គំចាគ្រូពីចម្ងាយហើយចង់ឲ្យលោកម្ចាស់គ្រូពន្យល់អំពីសតិប្បដ្ឋាន4ដែលមានកាយក្នុងកាយជាដើមតើមានសេចក្តីយ៉ាងដូចម្ដេចខ្លះទៅលោកម្ចាស់គ្រូខ្ញុំកណាយល់មិនតាន់ច្បាស់អាហ្នឹងត្រូវបញ្យល់ច្រើនព្រោះធម្មតាតាមដានคลิปអាត្មាកំពុងបញ្យល់អាហ្នឹងហើយរាល់ថ្ងៃពហុដូចជាមកដល់ភាគទី6ហើយនៅក្នុងเพจអាត្មាដាក់ចំណងជើងថាយល់ដឹងពោធិបក្ខយធម៌ឲ្យដាក់វងកញ្ចក់ដាក់សតិប្បដ្ឋាន4មើលអាហ្នឹងទៅអាត្មាគិតថាវាបានច្បាស់ជាងព្រោះអាត្មាលើកបៃដកផងលើអកថាផងឲ្យបញ្យល់នៅហ្នឹងអញ្ចឹងមានកាយវេទនាចិត្តធម៌ហ្នឹងឥឡូវមកដល់ចិត្តហើយកាយក៏បញ្យល់ហើយវេទនាក៏បញ្យល់ហើយឥឡូវមកដល់ចិត្តហ្នឹងហើយនៅលើเพจអាត្មាហ្នឹងអត់បានលុបចោលទេ scroll ទៅក្រោមបន្តិចទៅណាវីដេអូដែលចេញមកឃើញរូបអាត្មាយ៉ាងធំចេះតិចព្រោះដាក់ចំអញ្ចឹងហើយដាក់ថាយល់ដឹងអំពីពោធិបក្ខយធម៌
ហើយក្នុងវងកញ្ចក់ដាក់ស្ថាបដ្ឋានឥឡូវមកដល់ភាគ6ហើយបាទមើលក្នុងនឹងទៅវាច្បាស់ព្រោះបានលើកពុទ្ធដីកាផងអន្តកថាផងយកមកបញ្ជាក់ពៅដាសួរថាធរទូសួរគុំចាស់ថា KH ធរសុំធរថ្វាយបង្គំមួយឃ្លាបានសរសេរថាសូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរផុតក្នុងលោកាជាគ្រូនៃមនុស្សនិងទេវតានៅពេលយើងរៀបដង្វាយទទួលទេវតាយកពុទ្ធរូបមកគង់នៅចាំទទួលទេវតាយើងជាយត់ចោះតើធ្វើបែបនេះខុសទេបើយើងពិនិត្យមើលរបស់ខាងក្រៅជាពុទ្ធរូបក្តីជារូបទេវតាក្តីនឹងអត់ចេះតោះគ្នាទេតែវាតោះនៅក្នុងចិត្តរបស់យើងហ្នឹងហើយបើយើងតែយើងគោរពបរតនត្រ័យក្នុងន័យអីហើយទទួលទេវតានឹងជឿថាទេវតាមកមែនបើការរៀបទទួលទេវតានោះគ្រាន់តែជាទំនៀមទម្លាប់ជាងថាទំនៀមទម្លាប់របស់ខ្មែរធ្វើអញ្ចឹងអត់បញ្ហាអីទេប៉ុន្តែបើគិតថាទេវតានឹងមកសោយរបស់យើងនឹងមែនវាខុសបាត់ហើយទេវតាណាមកស៊ីជែកស្អុយផ្លែលវាសើតកៅក្នុងអញ្ចឹងទេវតាឆ្នាំថ្មីចុះមកអញ្ចឹងមែនហត់ងាប់ហើយគ្រប់តែផ្ទះហើយជួនកាលខ្មែរផងទៅខ្មែរនៅបរទេសក៏ធ្វើទៅស៊ីនៅឯណាគាត់តែយើងជឿថាទេវតាមកមែនទេនោះវាយ៉ាប់បាត់ហើយហើយទេវតាមករសាមែននឹងរត់តែយ៉ាប់ទៅទៀតព្រោះទេវតាមកមែនរោគបញ្ហាឆ្នាំនេះកើតសិតតែឆ្នាំទេវតាមកនឹងមកឆ្នាំមុនគេណាចូលឆ្នាំចិនកើតកូវីដនៅចិនចូលឆ្នាំសកលឆេះព្រៃនៅអូស្ត្រាលីសិតតែពេលទេវតាព្រះមកហើយនោះហើយឥឡូវចូលឆ្នាំខ្មែរកូវីដរាតត្បាតស្រុកយើងហើយបើមានព្រះមានទេវតាមកចំណាត់ការមានរឿងប៉ុណ្ណឹងរឿងឲ្យធ្វើមិនកើតអំណាចទល់ទេវតាអំណាចទល់ព្រះរឿងកប៉ិកកប៉ុករបស់មនុស្សប៉ុណ្ណឹងធ្វើមិនកើតអានេះបើមានទេវតាព្រះហ្នឹងមកមែនប៉ុន្តែនេះវាតែរឿងខ្លួនឯងហ្នឹងនឹងវា feel របស់មនុស្សជាគិតទេវតាមកព្រះមកថ្វាយបង្គំព្រះជួយរឿងតែខ្លួនឯងវាគ្មាន center of God ទេមនុស្សបង្កើត God គ្មាន God ណាបង្កើតមនុស្សទេចឹងអ្នកនិពន្ធអាមេរិកមួយគាត់សរសេរចឹងថា first man create God and then God create man ដំបូងមនុស្សបង្កើត God បង្កើតព្រះក្រោយមកព្រះបង្កើតមនុស្សបងវាត្រូវមានមនុស្សណាម្នាក់និយាយថាព្រះអ្នកបង្កើតព្រោះមុននឹងវាអត់មានអ្នកនិយាយទេអញ្ចឹងកន្លែងហ្នឹងមនុស្សបង្កើត God ដែរបង្កើតព្រះហើយដល់ពេលវាដោះជាជំនឿជឿថាព្រះបង្កើតមនុស្សអាហ្នឹងឯងកើតត្រឹមតែព្រះបង្កើតមនុស្សគឺកើតពីជំនឿហ្នឹងឯងវាគ្មានព្រះណាបង្កើតទេវាកើតជំនឿថាព្រះបង្កើតហ្នឹងឯងឃើញទេបើទោះជាគេវាមានមែនវាមានពាក់ព័ន្ធអីមួយមនុស្សរស់នៅដោយមនុស្សដូចយើងរាល់ថ្ងៃបើទោះជាមានប្រែតមែនមនុស្សរស់មនុស្សប្រែតរស់នៅប្រែតនរករស់នៅនរកអាណាទៅជួយវាណាទេវតាក៏រស់ឋានទេវតាអញ្ចឹងទៅមានរឿងអីពាក់ព័ន្ធឯងចូលឆ្នាំមួយឆ្នាំដល់ប្រមាណដងរវល់ទេវតាស្អីប៉ុន្តែដូចស្មាថាបើថារឿងប្រពៃណីធ្វើទៅខ្មែរគេធ្វើអញ្ចេះចិនគេធ្វើអញ្ចោះយួនគេធ្វើអញ្ចោះបារាំងគេធ្វើអញ្ចេះអានឹងតំណាងជាតិសាសន៍មួយជាធ្វើប៉ុន្តែបើយល់ថាទេវតាមកមួយទៀតបន្ថែមអតិថិនឹងមួយទៀតហើយតិថិកុំថាយួនថាខ្មែរថាចិនថាអូស្ត្រាលីអីដូចតែគ្នាទេអតិថិដូចតែគ្នាមើលប៉ុនស្អីនៅអាមេរិកងាប់មកកណោឲ្យតែប៉ុនហ្នឹងគឺដល់ពេលស្លាប់ថាពេលខ្មោចមកឲ្យមានជំនឿផ្ដេសផ្ដាសដូចតែគ្នាហ្នឹងជាសារីកប៉ុណ្ណាក៏នៅតែជំនឿផ្ដេសផ្ដាសអញ្ចឹងសត្វលោកអញ្ចឹងមិនថាចំណេះក្នុងលោកនេះកាត់ទិដ្ឋិនឹងបានទេកាត់ទិដ្ឋិមិនបានទេក្រៅពីបញ្ញាឃើញច្បាស់សច្ចធម៌អត់មានស្អីទៅកាត់ទិដ្ឋិនឹងបានទេគ្រាន់តែខុសតែរឿងគ្នាទេប៉ុន្តែទិដ្ឋិខ្មៅអាងឹតដូចគ្នា
Halloween ណាស្អីគេហៅស្អីនៅអាមេរិកដល់ពេលហ្នឹងគេពាក់មុខធ្វើខ្មោចមកដល់ពេលហ្នឹងគឺជន់ឆក់ឱកាសស្លាប់ព្រោះមុខមិនឃើញទេមួយឆ្នាំម្ដងដែរងាប់ណាងាប់ណីនៅអាមេរិកហ្នឹងហើយយើងទៅប្រែតខែភ្ជុំមកម្ដងអញ្ចឹងទៅបើវាខុសតែរឿងគ្នាណាតែទឹកថែកខាងក្នុងដូចគ្នាហើយរឿងរៀបអាសនៈអីធ្វើម៉េចឲ្យទៅសមគួរទៅណាហើយមែនតែនទៅពុទ្ធរូបហ្នឹងបើយើងដាក់គោរពឲ្យវាដាច់ចឹងទៅដាក់ហងទេវតាផងព្រះអង្គទៅអីទៅវាល្មិចចាខ្លាចវាមិនគ្រប់ខ្លាចវាមិនគ្រប់ព្រះអង្គមិនគ្រប់ត្រូវដាក់ទេវតាផងត្រូវដាក់អ្នកតាផងវាមិនគ្រប់មែនហ្នឹងហើយចឹងមកបេះដូងមើលតែកន្លែងរៀបទៅដឹងខ្លះឥឡូវរោងទេវតាទេអីហ្នឹងដូចវាមកចិត្តដាក់ព្រះផងទៅរៀនទេវតាទូចហ្នឹងចឹងរូបនោះមិនមែនច្បល់ទេគឺចិត្តមនុស្សច្បល់ដាក់នេះផងដាក់នោះផងទៅហ្នឹងដល់ហើយទៅបង្កើតជារឿងច្បុកច្បល់តិចគួរទៅតិចចេះទៅតិចចោះទៅប៉ុន្តែរឿងចង់ឲ្យវាត្រូវទេដំបូងប៉ុន្តែដាក់យូរទៅដូចចេះទៅចោះទៅថារូបអត់មានច្បុកច្បល់ទេប៉ុន្តែច្បល់ចេញពីចិត្តយើងចេះចង់បានរឿងច្រើនពេកហ្នឹងដាក់នេះផងទៅដាក់នោះផងទៅដល់ហើយទៅវាមិនច្បាស់ឥឡូវខណៈឲ្យយោបល់ថាបើយើងដាក់កន្លែងទេវតាឆ្នាំថ្មីហ្នឹងនឹងរៀបតារឿងទេវតាហ្នឹងទៅប្រពុតមិនបាច់យកទៅក្បែរទេព្រោះប្រពុតគ្មានចុះមកសោយមួយឆ្នាំម្ដងមួយទេវតាអីហ្នឹងទេមានទេទុកព្រះអង្គឲ្យដោយឡែកទៅព្រោះប្រពុតស្អីក៏ទៅឯងនេះមួយផ្ទៃម្ដាយក៏កើតបានតែមួយហើយក្នុងមួយជំនាន់ក៏ត្រាស់បានតែមួយទេអត់អាចមានពីរយើងគិតរឿងហ្នឹងគួរដាក់ព្រះអង្គច្បុកច្បល់មួយគេទេ